រូមីត្រូវបានគេសម្លាប់នៅក្នុងអាប់ទទួលបានផលិតផលទាន់សម័យដើម្បីជួយកំណត់អត្តសញ្ញាណពីរថយន្តពិតប្រាកដក្រុមក្មេងស្រីរបាំងកំពុងលេងល្បែងដែលបុរសឈើមិនត្រូវបានអនុញ្ញាតឲ្យផ្លាស់ទីត្រង់ចំណុចនេះដៃរបស់អាប៊ីប៉ះនិងរ៉ូមីអ្នកទាំងពីរកាន់តែជិតស្និទ្ធនឹងគ្នាប៉ុន្តែបន្ទាប់មកពន្លឺបានរលត់ទៅបន្ទាប់ពី2 3វិនាទីពន្លឺនឹងត្រឡប់មកវិញប៉ុន្តែវិនាទីបន្ទាប់មនុស្សគ្រប់គ្នារន្ធត់ចិត្តពេលឃើញលូមីងកំពុងដេកដោយផ្ទាល់នៅលើឥដ្ឋគាត់មិនដកដង្ហើមតតែសោះអ្នកណាសម្លាប់គាត់ឆ្មាពណ៌ខៀវធំដែលបានឃើញអ្វីគ្រប់យ៉ាងភ្លាមប្រែទៅជាអ្នកស៊ីទៅបង្កេតដល់ល្បីល្បាញម្នាក់គៀបក៏ពិតប្រាកដត្រូវបានលាក់ក្នុងចំណោមមនុស្ស2 3នាក់មិនយូរប៉ុន្មានគាត់បានរកឃើញ Manicure ខូចនៅខាងក្រោយដៃរបស់ Rumi ហើយនៅសល់នៃការ Manicure គឺនៅក្នុងដៃរបស់ Myra តើគាត់ជាឃាតករនេះជាអ្វីដែល Myra បាននិយាយអំពីវាគាត់និង Rumi កំពុងឡើងភ្នំនៅថ្ងៃនោះ Rumi បានឡើងភ្នំយ៉ាងលឿនដើម្បីផ្ដួល Myra បានណែនាំគាត់ឲ្យបន្ថយល្បឿនវាគ្រោះថ្នាក់ណាស់ Rumi មិនស្ដាប់ទេទីបំផុតឈានដល់កំពូលភ្នំមុនគេបន្ទាប់មកគាត់រើដុំធ្នូមួយទៀតហើយព្យាយាមវា Myra ចុះជាលទ្ធផលខ្ញុំមិនបានយកចិត្តទុកដាក់ទេភ្ញាក់អាវដោយបាក់សីដែលស្រាប់តែហោះឡើងស្ទើរតែធ្លាក់ពីលើច្រាំងថ្មចោតតើខ្ញុំអាចមើលវីដេអូដ៏អស្ចារ្យបែបនេះដោយគ្មានភាពជាដៃគូបណ្ដោះអាសន្នយ៉ាងដូចម្តេចនេះគឺជាស្ពឺកំប្រុក3ដែលខ្ញុំបានទិញនៅឌូអាហារសម្រន់សាច់ Fisolui ការបញ្ជាទិញដំបូងគឺមានតែ17យន់ប៉ុណ្ណោះអ្នកចំណូលថ្មីអាចគិតថ្លៃបាន520យន់យ៉ាងឆាប់រហ័សហើយអ្នកអាចទទួលបាននៅពេលអ្នកចូលអ្នកណាម្នាក់អាចទទួលបានយ៉ាងហោចណាស់10យន់ក្នុងបានបញ្ចុះតម្លៃដោយផ្ទាល់ពី11យន់ដឹកជញ្ជូនសក់ត្រង់ដោយឥតគិតថ្លៃការធានាពិតប្រាកដគុណធម៌ក៏អាចជួយអ្នកវិនិច្ឆ័យនិន្នាការតម្លៃនឹងដឹងពីប្រជាប្រិយភាពនៃទីផ្សារទំនិញទិញបានល្អមិនថ្លៃទេតើអ្នកអាចកំណត់ការរំលឹកការកាត់បន្ថយតម្លៃដែរឬទេឥឡូវចុចលើដុំភ្ជាប់នៅជ្រុងខាងឆ្វេងផ្នែកខាងក្រោមអនុវត្តតាមព្រួញពណ៌ខៀវដើម្បីចូលកន្លែងផ្ដាច់មុខនៃកិច្ចការសិលធម៌ដើម្បីទទួលបានអត្ថប្រយោជន៍ថ្មីវាក៏មានសកម្មភាពគូសូនយន់ផ្សេងគ្នាផងដែរស្បែកជើងសម្លៀកបំពាក់សាច់ប្រាក់ទូរស័ព្ទចល័តឆ្នោតប្រចាំសប្តាហ៍ទទួលបានទុនអ្នករាល់គ្នាទៅហើយមើលប៉ុន្តែនៅពេលនេះខ្សែសុវត្ថិភាពបានចាប់ផ្ដើមបែកនៅទីបញ្ចប់វាទើបតែបែកវិនាទីបន្ទាប់គាត់ដួលត្រង់ម៉ារ៉ាលោតផ្លោះគាត់ចាប់យកខ្សែពួរយីលឿនតាមដែលគាត់អាចធ្វើបានទីបំផុតចាប់គាត់ម៉ារ៉ាបានប្រាប់គាត់ឲ្យឡើងយ៉ាងលឿនប៉ុន្តែឡាមីទើបតែឡើងលឿនដូច្នេះគាត់មិនមានធម៌ពោច្រើនទេគាត់អាចជួយបន្តិចម្ដងទីបំផុតចាប់ដៃម៉ារ៉ាប៉ុន្តែវិនាទីបន្ទាប់គាត់គ្រាន់តែលែងព្រោះគាត់មិនមានកម្លាំងគ្រប់គ្រាន់ក្រចកដៃរបស់ម៉ារ៉ារត់កាត់ផ្នែកខាងក្រោយនៃដៃរបស់គាត់ទីបំផុតរ៉ូមីបានធ្លាក់ពីលើច្រាំងថ្មចោតហើយនោះជាពេលដែលគាត់កាច់ក្រចកដៃរ៉ូមីមិនបានដួលទេប៉ុន្តែបានធ្លាក់លើដើមឈើធំមួយនៅពាក់កណ្ដាលភ្នំឥឡូវនេះម៉ារ៉ាមានការថតរូប selfie នៃថ្មឡើងភ្នំទាំងពីរដូច្នេះគាត់មិនមែនជាឃាតកររបស់យើងទេដូច្នេះអ្នកណាជាឃាតបន្ទាប់មកឆ្មាពណ៌ខៀវធំបានរកឃើញពេងមួយនៅក្នុងសម្លៀកបំពាក់របស់រ៉ូមីហើយពេងនេះជារបស់អាប៊ីតើគាត់ជាឃាតករឬហើយឈ្មោះរបស់គាត់ត្រូវបានសរសេរនៅលើកញ្ចក់ទឹកអេឌីបានគ្រវីក្បាលដើម្បីបង្ហាញថាវាមិនមែនជាខ្លួនគាត់ទេនេះជារឿងគាត់កំពុងធ្វើការនៅកន្លែងហាត់ប្រាណនៅថ្ងៃនោះរ៉ូមីចូលមកហើយសាច់ដាក់គាត់ក៏បាននិយាយផងដែរថាគាត់គឺជាអ្នកជំនាញខាងកាយសម្ភារហួសចិត្តអាប៊ីចិត្តនឹងមានចំនួនជាមួយគាត់រំដួលរីករាយយកវាហើយដាក់កែវទឹករបស់គាត់នៅចុះអាប៊ីជុំទី1គឺជាការប្រកួតទាញអាប៊ីមិនចេះបត់បែនទេចង្កេះរបស់ខ្ញុំស្ទើរតែបាក់ហើយខ្ញុំមិនអាចទៅដល់ម្រាមជើងរបស់ខ្ញុំបានទេក្លូមីងជីងអាចឆ្លងកាត់ផ្នែកខាងក្រោយនៃក្បាលបានយ៉ាងងាយស្រួលនោះហើយជាអ្វីដែលអាប៊ីបាននិយាយល្បែងទី2ជំរុញអាប៊ីបានធ្វើ3ហើយបានបែកញើសយ៉ាងខ្លាំងរួចទៅហើយប៉ុន្តែរំដួលបានធ្វើច្រើនជាង1000ជាមួយឆ្មាពណ៌ខៀវធំនៅលើខ្នងរបស់នាងដូច្នេះអាប៊ីចាញ់ម្ដងទៀតបន្ទាប់គឺការទាញនេះគឺជាអ្វីដែលអាប៊ីមើលទៅប៉ុន្តែនៅពេលដែលគាត់ងាកក្បាលគាត់ត្រូវបានគេធ្វើឲ្យរអាក់រអួលម្ដងទៀតហើយលើម្យ៉ាងត្រូវបានគេលាបពណ៌ស្រាលជាមួយឈុតដែកសម្រាប់ការទាញបន្ទាប់ពីការប្រកួតជាច្រើនជុំអាប៊ីចាញ់ឆ្លងកាត់ប៉ុន្តែគាត់មិនត្រូវបានគេជឿជាក់ទេបន្ទាប់ពីបន្ថែមទឹកពួកគេចាប់ផ្ដើមការប្រកួតជុំទី2លើកនេះគាត់លើកដុំដែកទម្ងន់500គីឡូក្រាមដោយផ្ទាល់ខ្ញុំគិតថាខ្ញុំនឹងឈ្នះនៅពេលនេះខ្ញុំមិនរំពឹងថារ៉ូមីនៅតែមិនយល់ស្របខ្ញុំក៏ហិតសាច់ដុំខ្លួនឯងដែរវាងាយស្រួលក្នុងការស្លៀកសម្លៀកបំពាក់ដោយខ្លួនឯងអាប៊ីត្រូវបានគេធ្វើឲ្យរអាក់រអួលសាច់ដុំរបស់គាត់ធំជាងសាច់ដុំរបស់គាត់2ដងហើយលើកដាប់បែល 10.000 គីឡូដោយដៃខាងអាប៊ីភ្លាមសង្ស័យជីវិតបន្ទាប់មកវិនាទីបន្ទាប់ដាប់បែលធ្ងន់បានសង្កត់លើគាត់ស្ទើរតែអស់ដង្ហើមពេលវេលាមកដល់ពេលយប់អ្នកទាំងពីរសម្រេចចិត្តប្រយុទ្ធដើម្បីរំកិលដៃហើយវាមិនមែនជាការភ្ញាក់ផ្អើលទេរ៉ូមីរត់យ៉ាងងាយស្រួលលើអាប៊ីហើយលើកគាត់ឡើងដូចមាន់អាប៊ីមានអារម្មណ៍អាម៉ាស់មុខជាងពេលមុនទីបំផុតទុកឲ្យអាម៉ាស់មុខប៉ុន្តែគាត់បានទៅយ៉ាងលឿនកម្រិតទឹកមិនត្រឹមត្រូវនៅរូមីដូច្នេះនេះគឺជាអ្វីដែលបានកើតឡើងដូច្នេះគាត់មិនកុហកទេបន្ទាប់មកឆ្មាពណ៌ខៀវធំបានកត់សម្គាល់ឃើញដុំសាច់ក្រឡុកមួយនៅលើថ្ងាសរបស់រូមីហើយមួយនៅខាងឆ្វេងមានកេចចាប់ដូចនេះនៅលើដៃរបស់គាត់តើគាត់ជាឃាតករពិតឬនេះជាអ្វីដែលសូបាននិយាយអំពីវាហើយនៅទីនោះពួកគេពីរនាក់កំពុងរៀបចំស្ពីគីតានៅក្នុងភោជនីយដ្ឋានមួយខ្ញុំមិនរំពឹងថានឹងមានកណ្ដុរនៅក្នុងប៉ាស្តាទេភ្លាមនោះអ្នកទាំងពីរបានឈោងចាប់ហើយរត់គេចខ្លួនបាត់ប៉ុន្តែនៅពេលដែលសត្វកណ្ដុររត់ចេញពួកគេទទួលបានស្ប៉ាហ្គេទីពីពេញផ្ទៃមុខរបស់ពួកគេខឹងខ្លាំងណាស់ភ្លាមយកពេងប៉ោះនិងនំប៉័ងនៅក្បែរអ្នកហើយវីនៅកណ្ដុរប៉ុន្តែសត្វកណ្ដុរអាចបត់បែនបានគាត់មិនត្រឹមតែជៀសវាងការវាយប្រហាររបស់រ៉ូមីប៉ុណ្ណោះទេហើយទាត់ពេងប៉ោះរបស់រ៉ូមីនៅមុខគេឆប់ពីពេញផ្ទៃមុខរបស់គាត់នៅទាំងពីរនៅតែមិនគួរឲ្យជឿបានសម្រេចចិត្តទទួលយកគាត់ពួកគេបានចាប់ផ្ដើមស្ពីគីតានិងភីសានៅក្នុងផ្ទះបាយហើយវីនៅកណ្ដុរតូចផ្ទះបាយរញ៉ៃភ្លាមប៉ុន្តែពួកគេនៅតែមិនវីកណ្ដុរនៅចុងបញ្ចប់ពួកគេបានរកឃើញថាកណ្ដុរពិតជាលាក់ខ្លួននៅក្នុងមុខរបស់មេចុងភៅភ្លាមនោះពួកគេបានចាប់យកកំហូបហើយបោះវាទៅមេចុងភៅប៉ុន្តែកណ្ដុរនៅតែមិនមានសុវត្ថិភាពនៅទីបញ្ចប់មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលទេដែលអ្នកទាំងពីរត្រូវបានបណ្ដេញចេញពីភោជនីយដ្ឋានដូច្នេះនេះគឺជាអ្វីដែលបានកើតឡើងសូនៅតែមានសាច់ក្រឡុកលាក់នៅក្នុងសក់របស់នាងដូច្នេះគាត់ក៏មិននិយាយកុហកដែរដោយសារពួកគេមិនមែនជាឃាតតែឃាតក៏អាចជានរណាមនុស្សគ្រប់គ្នាក្រឡេកមើលឆ្មាខៀវធំដេរបៃដោយរួបរวมគ្នាខ្ញុំមិនរំពឹងថាគាត់នឹងបង្ហាញស្នាមញញឹមអាក្រក់ទេវាបានប្រែក្លាយថាគាត់គឺជាឃាតពិតប្រាកដបន្ទាប់មកគាត់បានដោះក្រណាត់របស់គាត់ចេញប្រែថាគាត់មិនមែនជាដេប៊ីតតែសោះ
វាជារឿងរបស់កូរ៉េដែលខ្លែងខ្លួនជាការលេងសើចគាត់បានងារកំជុលចេញហើយត្រៀមខ្លួនសម្រាប់មនុស្សគ្រប់គ្នាបានត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធទោះយ៉ាងណាវិនាទីបន្ទាប់កណ្ដាប់ដៃវាគាត់យ៉ាងខ្លាំងនៅចំពោះមុខវាជារ៉ូមីប្រែថាគាត់មិន